លើកពីនេះគ្រូសាខ្ញុំស្នើសុំឲ្យខាងអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយស្រាវជ្រាវនិងធ្វើការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀតទៅតាមលក្ខណៈបច្ចេកទេសនិងតាមនីតិវិធីទៅលើរូបគ្រូពេទ្យឯកជនខាងលើនេះមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើមនុស្សឃាតដោយចេតនាចំពោះកូនស្រីខ្ញុំព្រោះកំហុសខុសឆ្គងទាំងឡាយដែលគ្រូពេទ្យឯកជនខាងលើបានធ្វើមកលើកូនស្រីខ្ញុំគឺសុទ្ធតែបានបង្កប់នៅចេតនាមិនល្អរបស់គាត់ផងដែរនៅជំហានដំបូងខាងគ្រូសាខ្ញុំមានការសង្ស័យទៅលើគ្រូពេទ្យឯកជនខាងនេះមានចេតនាមិនល្អផ្ទាល់ខ្លួនក្នុងការធ្វើបាបកូនស្រីខ្ញុំឬអាចមានការជាប់ពាក់ព័ន្ធទៅនឹងការឃុបឃិតរួមគំនិតគ្នាជាមួយភាគីណាមួយដែលនៅពីក្រោយខ្នងមានចេតនាធ្វើបាបកូនស្រីខ្ញុំក៏ដូចជាគ្រូសាខ្ញុំដោយការផ្សំថ្នាំនិងការព្យាបាលក្នុងចេតនាធ្វើឲ្យកូនស្រីខ្ញុំមានគ្រោះថ្នាក់តែម្ដងព្រោះពេលដែលកូនស្រីខ្ញុំចាប់ផ្ដើមធ្វើទុកមិនស្រួលក្នុងខ្លួននៅល្ងាចថ្ងៃទី17ខែមិថុនាឆ្នាំ2023គ្រូសាខ្ញុំបានតាក់ទងគ្រូពេទ្យឯកជននេះឲ្យជួយពិនិត្យជំងឺកូនស្រីខ្ញុំព្រមទាំងបានប្រាប់ពីអាការៈធ្វើទុកឲ្យគាត់បានដឹងតែគ្រូពេទ្យខាងលើនេះដោយបានដឹងខ្លួនជាមុនថាបានធ្វើឲ្យប៉ះពាល់សុខភាពកូនស្រីរបស់ខ្ញុំដោយគាត់មិនព្រមជួយពិនិត្យឡើយហើយយកលេសដោះសារថាដល់ម៉ោងពេទ្យបិទទ្វារនឹងមានចេតនាចង់គេចវេះមិនទទួលខុសត្រូវដល់កន្លងមកមុនពេលដែលកូនស្រីខ្ញុំកើតមានបញ្ហានៅពេទ្យឯកជននេះមានរឿងរ៉ាវមួយចំនួនបានកើតមានឡើងចំពោះគ្រូសាខ្ញុំនិងធ្លាប់មានគេតាមដានគ្រូសាខ្ញុំទៀតផងហើយក្រោយមកទៀតក៏មានបញ្ហាមិនប្រក្រតីមួយចំនួនបានកើតមានជាបន្តបន្ទាប់កន្លងមកតើវាជារឿងចៃដន្យឬយ៉ាងណាដែលបន្ទាប់មកកូនស្រីខ្ញុំជួបគ្រោះថ្នាក់បែបនេះ